Trong dịp xưa nè từng ngọtគ្នាថ្ងៃនេះដែរខ្ញុំចាប់ផ្ដើមធ្វើការមកលេងហ្គេម 2D ដែលជាហ្គេមមួយដែលមានអ្នកស្គាល់ច្រើនដែរហើយមុននឹងចូលទៅខ្ញុំក៏សូមអ្នកទាំងអស់គ្នាជួយចុច Subscribe ផងហើយឥឡូវនេះខ្ញុំចាប់បានកាប់ប្រម៉ូទស្រូវហើយក៏ចាប់ផ្ដើមធ្វើការមកបង្វើនៅពេលដែលខ្ញុំបានបង្វើបានមកស្ទុះគឺវាចាប់បានពោតហើយក៏ខ្ញុំក៏ចាប់បានធ្វើការចូលទៅកាន់កន្លែងរថភ្លើងតែកន្លែងនេះខ្ញុំទៅបង្កើតថ្មីទេហានេះគឺវាខ្វះសត្វត្រីអញ្ចឹងគឺខ្ញុំពិបាកនឹងរកសត្វត្រីឲ្យវាខ្លំតែខ្ញុំក៏បានសួរវាទៅនៅទីណាអញ្ចឹងបន្ទាប់មកទៀតខ្ញុំក៏បានចេញនេះដើម្បីទៅកន្លែងនេះដើម្បីមើលទូរបស់ខ្ញុំដើម្បីទៅស្ទូត្រីឲ្យវាមុននឹងស្ទូសូមផលិតជាមួយនឹងសន្ទូត្រីមួយសិនបាទបន្ទាប់ពីផលិតជាមួយនឹងសន្ទូត្រីហើយចាប់តាមទៅការដាក់ស្ទូត្រីជាសាច់គឺខ្ញុំមិនសូវច្បាស់ត្រីនឹងល្អទេតែស្ទូនឹងគឺដាក់នៅចលងទេណាបន្ទាប់ពីដាក់នៅចលងហើយចិត្តគឺបានណាត្រីនេះគឺត្រីនឹងខ្ញុំបានមិចហើយក៏ចាប់ដើមមកស្ទូមួយកន្លែងទៀតមួយកន្លែងនេះគឺវាបាច់ឆេះស៊ីបានល្អក្នុងដែលវាបានត្រីដកដែរដាក់ដល់នេះតែគឺវារៀងសយដែរហើយនេះស្ទូត្រីហើយវាក៏ចាប់ក្នុងកន្លែងនេះអត់ទាន់និយាយច្រើនទេអ្នកនរគ្នាឥឡូវខ្ញុំចាប់តាមធ្វើការចេញទៅក្រៅតែម្ដងទៅខ្ញុំចេញទៅដល់នោះខ្ញុំក៏ចាប់ដើមធ្វើការយកមកចុកនេះតែ slow ខ្លាំងមែនទែននៅនេះគឺ slow វាសឹងមានសេវាអញ្ចឹងវាកតាខ្ញុំក៏ដាក់តាមបន្លែជួយបានច្រើនដើម្បីយកទៅផលិតជាចំណីសត្វនេះគឺកន្លែងពួកខ្ញុំសំខាន់គឺអ្នកដែលចង់អេតខ្ញុំចាំខ្ញុំប្រាប់នៅខាងក្រោមពួកខេឥឡូវនេះខ្ញុំមើលកន្លែងនេះទៅវាមិនសូវមានអីធំច្រើននោះទេហើយនៅផ្ទះខ្ញុំគឺស្អាតមិនស្អាតអីក៏កុំយកអភ័យទោសអីឥឡូវនេះខ្ញុំក៏ខ្ញុំមើលទីដែរខ្ញុំគឺខ្វះអីធ្វើច្រើនខ្លាំងមែនតើខ្ញុំក៏ចាប់នឹងចាត់មួយនេះដើម្បីអានេះតែខ្ញុំគឺលក់ឲ្យទៅលក់ឲ្យយើងថោកខ្លាំងមែនតើខ្ញុំក៏សម្រាប់ចិត្តបើកាលនេះជាលើកទី2ហើយសេតទៅវាគឺលក់អំពងនេះច្រើនខ្លាំងតែខ្ញុំមិនខ្ចីទិញទេអ្នកនរគ្នាសូម្បីតែមួយក៏ខ្ញុំមិនទិញដែរហើយខ្ញុំចាប់បានធ្វើការមកទីនេះក៏ខ្ញុំសូមជម្រាបលាទៅកាន់បងប្អូនទាំងអស់គ្នាបានទស្សនាខ្ញុំកន្លងមកសូមអរគុណ